តើនៅចាំដែរឬទេកាលពីថ្ងៃទី5ខែមករាឆ្នាំ2024ត្រី Office ឬគេហៅថាត្រីនាំសញ្ញារុំជួយដីនេះឡើងមកលើគោកនៅឆ្នេរសមុទ្រថៃការប្រទះឃើញវត្តមានត្រី Office មិនមែនជាប្រថ្នូលធម្មតានោះទេសម្រាប់សកលលោកជាពិសេសក្នុងជំនឿតាំងពីយូរលង់របស់ប្រជាជនជប៉ុនដែលចាត់ទុកថាត្រី Office គឺជាអ្នកនាំសារពីព្រះសមុទ្រដើម្បីព្រមានពួកគេថាគ្រោះមហន្តរាយនឹងមកដល់រឿងព្រេងជប៉ុនមួយបានកត់ត្រាឈ្មោះត្រីនេះថា Earthquake Fish ឬត្រីរំជួយដីត្រី Office ត្រូវបានពលរដ្ឋថៃហៅថាត្រីនាគគឺជាប្រភេទត្រីទឹកជ្រៅដ៏កម្រស្រាប់តែត្រូវបានគេប្រទះឃើញបានងាប់ជាប់នៅក្នុងសំណាញ់របស់អ្នកនេសាទថៃដែលកំពុងនេសាទលើសមុទ្រមានចម្ងាយប្រហែល8ម៉ាយពីខេត្តភូខេតកាលពីថ្ងៃទី19កុម្ភៈឆ្នាំ2024នេះគឺជាត្រី Office ទី2ហើយដែលត្រូវបានគេប្រទះឃើញក្នុងដែនសមុទ្រថៃពេលនេះគ្រោះធម្មជាតិនោះកើតឡើងមែនគឺនៅថ្ងៃទី28ខែមីនាឆ្នាំ2025នេះថៃបានជួបគ្រោះរញ្ជួយដីកម្រិតដល់ទៅ 7.7 Richter គូបញ្ជាក់ថាត្រី Office ឬគេហៅថាត្រីនាំសញ្ញារំជួយដីត្រូវបានប្រជាជននៅប្រទេសជប៉ុនចាត់ទុកថាជាត្រីនាំសញ្ញានៃគ្រោះមហន្តរាយវារមែងបង្ហាញខ្លួនឲ្យឃើញមុនឬក្រោយពេលនៃគ្រោះរញ្ជួយដីឬរលកយក្សស៊ូណាមីប៉ុន្តែប្រទេសមីយ៉ាន់ម៉ាមិនបានជួបប្រទះត្រី Office ឬគេហៅថាត្រីនាំសញ្ញារំជួយដីនេះទេតើហេតុអ្វីបានជារងគ្រោះរញ្ជួយដីដែរ